ឆាមីកតាំងអញ្ចឹងខ្ញុំយកបាញ់កាញ់ស្ងួតបើសិនជាបងប្អូនប្រើបាញ់កាញ់ស្រស់ក៏បានដែរបើបាញ់កាញ់ស្ងួតបងប្អូនយកទៅស្រុះទឹកក្តៅដូចខ្ញុំសិនហើយទុកវាចោលប្រហែលជា15នាទីចាំយកមកឆាបើបាញ់កាញ់ស្រស់គឺយើងឆាតែម្ដងហើយការឆាគឺយើងដាក់ប្រេងហើយខ្ញុំដាក់តែប្រេងខ្យងជាមួយនឹងទឹកស្ករដែលខ្ញុំដាក់អំបាញ់មាញ់ពណ៌រាងក្រហមតិចតិចហ្នឹងគឺទឹកស្ករហើយខ្ញុំលាយជាមួយនឹងពងហើយសម្រាប់ពងគឺយើងអត់កំណត់ទេដោយសារតែទៅតាមបាញ់កាញ់តិចឬច្រើនអញ្ចឹងណាហើយយើងដាក់ទឹកធ្វើម៉េចឲ្យបាញ់កាញ់យើងទន់ល្អហើយយើងចាក់ទុកម្ល៉េះអញ្ចឹងបន្តមកទៀតគឺខ្ញុំឆាសាច់ជ្រូកគឺខ្ញុំអត់បានបំពងខ្ទឹមដូចគ្នាអញ្ចឹងខ្ញុំដាក់ខ្លាញ់ហើយខ្ញុំដាក់សាច់ជ្រូកចូលហើយបងប្អូនដាក់រ៉តឌីបន្តិចជាមួយនឹងម្រេចបន្តិចហើយនឹងប្រេងខ្យងដោយសារប្រេងខ្យងនេះបោះចិនវាប្រៃបងប្អូនតន់អាវដាក់អំបិលដោយសារធ្វើដាក់អំបិលវាខ្លាចជ្រុលអញ្ចឹងណាហើយខ្ញុំចាក់ពង3គ្រាប់ហើយខ្ញុំប្រើជាមួយនឹងទឹកម្សៅឆាហើយក្នុងការឆានេះបងប្អូនចាក់ទឹកធ្វើម៉េចឲ្យវារាងមានជាតិទឹកទៅឆ្ងាញ់ហើយសម្រាប់បន្លែវិញគឺខ្ញុំដាក់លាយជាមួយការ៉ុតហើយនឹងខាត់ណាប៉ុន្តែបើសិនជាបងប្អូនចង់ដាក់តែខាត់ណាទៅមុខក៏បានដែរហើយបន្តមកទៀតគឺយើងឆាបន្លែនឹងតែមកសឡប់អញ្ចឹងទៅបានហើយបងប្អូនលើកចេញមកហើយដល់ពេលដែលយើងញ៉ាំយើងអាចដាក់លាយជាមួយគ្នាបានហើយអ្នកដែលចូលចិត្តទុនបងប្អូនអាចដាក់មានជាតិទឹកឲ្យរាវជាងខ្ញុំក៏បានដែរខ្ញុំនេះគឺវារាងគោកបន្តិចណាហើយអានេះគឺខ្ញុំឆាចូលគ្នាមួយចានបន្តិចនៅពេលដែលយើងដាក់ញ៉ាំអញ្ចឹងណាអានេះបើបងប្អូនឆាតែម្ដងគឺយើងទុកអញ្ចឹងទៅគឺវាអត់បានយូរទេក្នុងការឆានេះគឺខ្ញុំចូលចិត្តប្រើជាមួយនឹងទឹកស៊ីអ៊ីវហើយខ្ញុំដាក់កាកខ្លាញ់ជាមួយនឹងស្រាចាពីលើអូនឆាម្លែកចេះគឺទុកបានយូរ